សុភាញញឹមស្ងួតបែរមុខចេញទៅម្ខាងងក់ក្បាលតិចតិចហើយនិយាយឆ្លើយមកវិញសឹងតែស្ដាប់មិនចង់ឮថាមានច្រើនខ្លាំងពេករហូតមិនហ៊ាននិយាយឲ្យគ្រប់គ្នាបានដឹងឡើយសាប់សូសំឡេងសត្វព្រៃចង្រិតក្អុកក្អាក់តាមគុំស្មៅវែងខ្លីចេះតែបន្តស្រែកត្រហឹងអើងអាប់ម្ដងខ្សោយម្ដងខ្លាំងតាមតែកម្លាំងធម្មជាតិរបស់វាខណៈខ្យល់បក់ផាត់ប៉ះខ្លួនម្ដងក៏កាន់តែរងាធ្វើឲ្យសុភាឧស្សាហ៍យកដៃបបោសសាច់ចុះឡើងដោយអំណាចនៃភាពត្រជាក់សមនឹងអាវក្រាស់មិនខ្ចីពាក់បែរមកប៉ែតតីតែអាវខ្លីគេងយុកបង្ហាញសាច់សរលោងម៉ត់តាក់ទាញមូសហើរក្រឡឹងចុះឡើងមិនចង់ចេញឆ្ងាយក្រឡេកទៅឯចុងដំបូលក៏យល់ដំណក់ទឹកចាប់ផ្ដើមហូរស្រក់ចុះមកតិចជាបន្តបន្ទាប់អាចសន្មតថាទីខាងលើបានទទួលរងនៅស្រទាប់សន្សើមអាប់ខ្លាំងមិនធម្មតាឡើយក្រៅពីដំណក់ទឹកយើងក៏អាចស្ដាប់ឮនៅសម្រាប់តិចទំនងជាសត្វមៀមធំដែលខ្ញុំបានឃើញកាលពីម្សិលមិញបានហើរមកទុំសំងំនៅលើទៀតហើយសុភាចេះតែលួចសម្លឹងមើលមកមុខខ្ញុំម្ដងហើយម្ដងទៀតហាក់បង្កប់នៅរឿងក្នុងចិត្តជាច្រើនដែលចង់និយាយចេញប៉ុន្តែប្រហែលជាស្ទាក់ស្ទើរនឹងបញ្ហាអ្វីមួយទើបបានត្រឹមសួរមកបែបសោះក៏ក្រោះថាតើបងនៅតែគិតដល់រឿងយល់សប្តិនោះទៀតមែនទេខ្ញុំចោលភ្នែកមើលចំទៅមុខវាបន្តិចតែក៏មិនបានឆ្លើយឆ្លងអ្វីឡើយគឺព្រោះតែគិតថាគ្មានអ្នកណានឹងជឿនៅរឿងដែលខ្ញុំបានជួបនោះឡើយបើប្រាប់ទៅហើយយ៉ាងច្រើនគេអាចនឹងគិតថាខ្ញុំរវើរវាយជ្រុលហួសហេតុឬវង្វេងឆ្កួតតែម្នាក់ឯងយ៉ាងប្រកបហេតុនេះក៏តាំងចិត្តនឹងឲ្យវាកប់លុបនៅតែខ្លួនខ្ញុំជារៀងរហូតទៅដោយមិនចង់និយាយឬរំលឹកអ្វីវែងឆ្ងាយតទៅទៀតទេលុះស្ងាត់មួយស្របក់សុភាក៏ស្រាប់តែលាដៃម្ខាងបង្ហាញបំណែកផ្កាពីរបីទងដែលវាបានយកមកពីធីតាមកស្រង់ក្លិនដាក់អឹបជាប់នឹងច្រមុះហើយបន្តនិយាយតែម្នាក់ឯងខ្សើថាបងដឹងទេខ្ញុំស្គាល់ផ្កានេះច្បាស់ណាស់ខ្ញុំក៏ដឹងថាដើមវាច្រើនដុះនៅទីតាំងតំបន់ណាវារីកនៅពេលណារោយនៅពេលណាក៏ខ្ញុំដឹងប៉ុន្តែប្រសិនបើខ្ញុំប្រាប់ថាវាបានផុតពូជទៅតាំងពីរាប់រយឆ្នាំមុនមកហើយប្រហែលជាគ្មានអ្នកណាជឿទេបើគិតមកដល់ត្រឹមបច្ចុប្បន្នប្រហែលជាគ្មានអ្នកណាស្គាល់ឬមានសំណាងបានឃើញវាទៀតឡើយលើកលែងតែគេនោះមានអំណាចអាចចេះវិធីឆ្លងពេលវេលាវិលត្រឡប់ទៅកាន់អតីតកាលនោះវិញបានសុភានៅបន្តអង្គុយញញឹមចេញពីបបោមាត់ស៊ីជម្ពូយកដៃបេះត្របកផ្កានោះលេងបណ្ដាបន្តនិយាយបន្ថែមមកទៀតបែបកិច្ចមុខថាតើបងជឿទេប្រសិនបើខ្ញុំសារភាពប្រាប់ត្រង់ថាខ្ញុំគឺជាមនុស្សដែលអាចចាំជាតិហើយខ្ញុំក៏ជាមនុស្សដែលមានកម្លាំងធម៌ពលផ្លូវចិត្តពិសេសម្យ៉ាងដែលអាចមានទំនាក់ទំនងក៏ដូចជាស្វែងយល់បានច្រើននៅរាល់រឿងហេតុដែលបានកើតឡើងកាលពីអតីតកាលដោយពុំចាំបាច់មាននរណាចង្អុលបង្ហាញឬប្រាប់ផ្លូវឡើយសុភាមើលមកមុខខ្ញុំសើចតិចហាក់បង្កប់នៅអាតកំបាំង
រួចទើបបន្តនិយាយទៅទៀតថាខ្ញុំក៏ដឹងច្បាស់ផងដែរថាបងឯងកំពុងមានមន្ទិលជាច្រើនដែលកំពុងនៅជាប់ជំពាក់ក្នុងចិត្តហើយនៅក្នុងនោះក៏មានរឿងខ្លះវាហាក់ស្ថិតក្នុងវិស័យមួយហួសឆ្ងាយពីមនុស្សធម្មតាអាចជឿទៅបានអាស្រ័យដោយហេតុនេះហើយទើបបងបានព្យាយាមលាក់បាំងមិនចង់ឲ្យនរណាម្នាក់បានដឹងហើយវាក៏សុទ្ធសឹងជាហេតុផលដែលធ្វើឲ្យបងពុំសូវជាសប្បាយចិត្តក្នុងដំណើរមកកាន់ទីនេះកាលពីខ្ញុំនៅក្មេងខ្ញុំធ្លាប់អាស្រ័យរស់ក្រោមដំបូលអារាមវិហារសាលាស្ដាប់ព្រះធម៌ទេសនាស្ដាប់ថេរដីកាព្រះសង្ឃជាទីគោរពនិងទទួលបានច្រើននៅចំណេះដឹងអប់រំផ្លូវចិត្តទើបខ្ញុំចង់ឆ្លៀតលើកយកឱវាទទាំងនោះមកនិយាយដើម្បីធ្វើជាពន្លឺក៏ដូចជាផ្ដល់នៅសេចក្តីរំលឹកជូនទៅកាន់បងថាការដែលយើងបានជួបនៅសេចក្តីសុខឬទុក្ខគ្រប់យ៉ាងវាគឺជាដំណើរធម្មតានៃជីវិតដែលមនុស្សគ្រប់គ្នារមែងតែប្រព្រឹត្តទៅតាមកម្មប៉ុន្តែពាក្យថាកម្មគឺគ្រាន់តែជាហេតុដូចនេះអ្នកដែលបង្កើតនៅហេតុពិតនឹងត្រូវទទួលផលតាមហេតុទាំងឡាយនោះកម្មពុំត្រូវបាននរណាម្នាក់កំណត់ដាក់ទោសវិន័យហើយក៏ពុំមានអ្នកផ្ដល់ជារង្វាន់ឲ្យដែរប៉ុន្តែផ្ទុយទៅវិញសត្វលោកដែលទទួលផលល្អឬអាក្រក់ក្នុងជីវិតក៏ពិតមានត្រឹមកម្មជាហេតុតែប៉ុណ្ណោះគឺគ្មានតាក់ទងនឹងអ្វីផ្សេងទៀតឡើយវាគឺជាច្បាប់នៃធម្មជាតិអ្នកធ្វើអំពើដោយចេតនាអាក្រក់នឹងទទួលផលអាក្រក់អ្នកធ្វើអំពើដោយចេតនាល្អនឹងទទួលផលល្អប៉ុន្តែបងដឹងទេមនុស្សម្នាក់តែងធ្វើនៅកម្មដែលជាកុសលផងនិងអកុសលផងបើដូច្នោះតើពេលណាជាតិណាកម្មផលណាដែលនឹងត្រូវទទួលបើគ្មានអ្នកកាត់ក្តីគ្មានអ្នកកំណត់ឲ្យទោសគ្មានអ្នកផ្ដល់រង្វាន់ឲ្យទេនោះតើអ្វីជាអ្នកចាត់ចែងឲ្យសត្វលោកទទួលផលនៃកម្មរបស់ខ្លួនភាពមិនស្មើគ្នារវាងបុគ្គលម្នាក់កើតឡើងដោយសារមានកម្មជាអ្នកចាត់ចែងឯពាក្យថាកម្មនោះទៀតសោតក៏ពុំមានរូបរាងឬជាតួអង្គអ្វីមួយទេប៉ុន្តែវាមានកម្លាំងឫទ្ធិនុភាពអាចឲ្យសត្វលោកកើតស្លាប់បានសុខបានទុក្ខល្អនិងអាក្រក់បុគ្គលម្នាក់បានធ្វើនៅកម្មជានិច្ចរាល់ថ្ងៃហើយបុគ្គលជាម្ចាស់នៃកម្មទាំងឡាយនោះរមែងតែងទទួលផលនៃកម្មរបស់ខ្លួនក្នុងជាតិនេះឬជាតិជាបន្តបន្ទាប់តទៅមិនអាចចែករំលែកកម្មរបស់ខ្លួនទៅឲ្យអ្នកដទៃហើយក៏មិនអាចទទួលផលនៃកម្មដែលអ្នកផ្សេងបានធ្វើដែរដោយសេចក្តីសង្ខេបខ្លីនរណាធ្វើកម្មដោយចេតនាអ្នកនោះជាអ្នកទទួលខុសត្រូវនិងជាអ្នកទទួលផលហេតុនេះសរុបមករឿងរ៉ាវដែលបងបានជួបកន្លងវាគឺសុទ្ធតែមានទំនាក់ទំនងជាមួយនឹងនិស្ស័យកម្មនឹងឯងគ្រាន់តែថាវាអាចជាឥទ្ធិពលនៃកម្មក្នុងជាតិនេះឬជាចំណងដែលមានសល់តាំងពីអតីតជាតិណាមួយមកនោះខ្ញុំអង្គុយចំហមាត់សម្លឹងមើលទៅមុខវាដែលកំពុងអង្គុយក្បែរខ្លួនសឹងតែភ្លឹកខណៈពាក្យខ្លះក៏អាចស្ដាប់យល់ពាក្យខ្លះក៏មិនយល់ដឹងត្រឹមថាក្នុងខួរក្បាលកំពុងវិលវល់គិតកាន់តែជ្រៅទៅកាន់តែឆ្ងាយរសាត់ចិត្តរាយមាយហាក់គ្មានកោះត្រើយរកព្រំដែនមិនឃើញសោះសុភាងាកមកញញឹមស្ងួតសាជាថ្មីបែបជាដឹងថាខ្ញុំកំពុងតែច្របូកច្របល់នៅក្នុងចិត្តខ្លាំងទើបប៉ុន្មាននាទីបន្ទាប់
វាក៏បានបន្តនិយាយជាមួយពាក្យត្រង់ៗថាខ្ញុំមិនចង់លាក់បាំងអ្វីបន្តទៅទៀតទេតាមពិតខ្ញុំដឹងច្បាស់ណាស់ថាកាលពីយប់មិញនេះបងឯងអត់បាននៅផ្ទះទេអ្វីដែលគ្រប់គ្នាឃើញគឺត្រឹមតែជាសម្បករាងកាយតែប៉ុណ្ណោះតែវិញ្ញាណរបស់បងពិតបានរសាត់ចេញផុតមិននៅជាប់ខ្លួនឡើយដែលហេតុនេះហើយទើបខ្ញុំមានចេតនាផ្លាស់កន្លែងគេងទៅក្បែរបងបំណងការពារពីរឿងហេតុអាក្រក់មួយចំនួនដែលអាចនឹងកើតឡើងចំពោះបងខ្ញុំមិនដឹងថាបងបានទៅដល់ទីណាជួបអ្នកណានឹងបានប្រសពយល់នឹងអ្វីល្អអ្វីអាក្រក់ខ្លះទេប៉ុន្តែរឿងតែម្យ៉ាងដែលខ្ញុំខ្លាចជាងគេគឺបារម្ភវិញ្ញាណរបស់បងត្រឡប់មកវិញក្រោយថ្ងៃរះព្រោះវានឹងយឺតពេលដើម្បីចូលមកកន្លែងដើមហើយបើដូច្នោះមែនបងពិតនឹងឃ្លាតឆ្ងាយទៅជារៀងរហូតជាក់ជាពុំខានអាស្រ័យដោយមូលហេតុទាំងអស់នេះហើយទើបខ្ញុំបានព្យាយាមរំលឹកបងនៅមុនពេលគេងថាទោះជាបងយល់សពយូរប៉ុណ្ណាដាច់ខាតបងត្រូវតែភ្ញាក់មកវិញឲ្យខាងតែបានវាពុំត្រឹមតែរឿងប៉ុណ្ណឹងទេលើសពីនេះទៅទៀតខ្ញុំក៏បានកត់សម្គាល់និងដឹងគ្រប់យ៉ាងនៃដំណើររឿងដែលបានកើតឡើងចំពោះបងរាប់ចាប់តាំងពីថ្ងៃដំបូងដែលយើងរៀបចេញដំណើរនោះមកម្ល៉េះរួមនឹងរឿងហេតុដែលចេះតែបណ្ដាលឲ្យបងយល់សពឃើញប្លែកៗជាបន្តបន្ទាប់មកបងប្រហែលជាកំពុងតែឆ្ងល់ហើយមែនទេថាហេតុអ្វីក៏ខ្ញុំអាចដឹងទៅបានជាក់ស្ដែងវាមានរឿងច្រើនលើសពីនឹងឆ្ងាយណាស់ច្រើនខ្លាំងពេករហូតពិបាកសង្ខេបន័យឲ្យបងយល់បានត្រឹមតែក្នុងរយៈពេលខ្លីនេះតែខ្ញុំនឹងព្យាយាមបកស្រាយទៅកាន់បងទៅតាមលទ្ធភាពតាមដែលអាចធ្វើទៅរួចសូមបងរលឹកទៅដល់ប្រធានបទដែលពួកយើងបាននិយាយគ្នាកាលពីម្សិលមិញតើបងមាននៅចាំខ្លះទេជាពិសេសតាក់ទងទៅនឹងរឿងដែលខ្ញុំបានជម្រាបប្រាប់អំពីស្ថានភាពខុសប្រក្រតីមួយចំនួនក្នុងអំឡុងពេលដែលខ្ញុំបាត់ខ្លួនពីស្រុកទៅអស់ជាច្រើនឆ្នាំទម្រាំតែធំដឹងក្តីនឹងមានឱកាសបានត្រឡប់មកផ្ទះកំណើតវិញជាក់ស្ដែងបងក៏បានដឹងខ្លះៗរួចមកហើយតាមរយៈការដែលខ្ញុំបានសង្ខេបនៃខ្លីៗជូនពីមុនគឺគ្រប់យ៉ាងវាកើតពីការខ្លាចក្នុងដំណើរយល់សប្តិរបស់ខ្លួនដែលវាតែងតែនិមិត្តឲ្យឃើញសឹងតែរៀងរាល់ពេលបិទភ្នែកគេងទៅបងដឹងទេវាពុំមែនជាធម្មជាតិនៃការយល់សប្តិក្នុងដំណេកធម្មតាឡើយប៉ុន្តែវាប្រដូចបានទៅនឹងសាច់រឿងជីវិតដែលបាននិមិត្តមកថ្មីជាបន្តបន្ទាប់ទាំងល្អទាំងអាក្រក់រហូតកន្លងទៅជាច្រើនខែឆ្នាំខ្ញុំក៏អាចទប់ទល់នឹងវាបានហើយប្រែក្លាយពីការភ័យខ្លាចមកជាការតាមដានស្រាវជ្រាវទើបចាប់អារម្មណ៍ដឹងនិងសន្មត់ជាក់ថាអ្វីដែលបានឃើញក្នុងដំណើរយល់សប្តិជាបន្តបន្ទាប់នោះការពិតវាគឺជាជាតិអតីតនៃខ្សែជីវិតរបស់ខ្ញុំនៅក្នុងសម័យកាលមួយដ៏សែនឆ្ងាយហួសផុតសមត្ថភាពដែលខ្ញុំអាចស្វែងយល់បានអស់អាស្រ័យហេតុនេះហើយទើបខ្ញុំតែងព្យាយាមធ្វើការកត់ត្រាទុកនៅរាល់រឿងហេតុដែលបានដឹងដើម្បីយកវាមកផ្គុំរៀបចំពិនិត្យវិភាគឲ្យត្រូវទៅតាមដំណើរពេលវេលាព្រោះទិដ្ឋភាពខ្លះក្នុងសុបិននោះវាហាក់ដូចជារញ៉េរញ៉ៃផ្នែកខ្លះក៏បាត់បង់ទៅដូចយប់ងងឹតមើលលែងស្គាល់ផ្នែកខ្លះក៏អាចនៅចាំតែមើលមិនយល់ផ្នែកខ្លះក៏ប្លែកចម្លែកហួសវិស័យនិងអាចនិយាយបានដោយឡែកវត្តមានបងក៏ជាបុគ្គលម្នាក់ដ៏សំខាន់ស្ថិតនៅក្នុងដំណើរយល់សប្តិដ៏អាចកំបាំងនោះផងដែរសំខាន់ខ្លាំងរហូតធ្វើឲ្យពេលវេលាត្រូវបានប្រែប្រួលទោះបើកន្លងទៅជាច្រើនឆ្នាំខែក៏វិញ្ញាណនៃជនមួយចំនួនក្នុងជំនាន់នោះនៅតែបន្តតាមស្វែងរកបងរហូតមកទល់នឹងបច្ចុប្បន្ននេះដោយពុំមានភ្លេចឡើយដែលហេតុនេះហើយទើបគេបានព្យាយាមបង្ហាញទៅកាន់បងឲ្យបានដឹងតាមវិធីផ្សេងកន្លងមក
អ្វីដែលខ្ញុំបាននិយាយគ្រប់យ៉ាងគឺវាសុទ្ធតែជាការពិតជាហេតុការណ៍ដែលបានកើតឡើងក្នុងជាតិអតីតដែលខ្ញុំបានព្យាយាមលាក់បាំងរឿងនេះជារៀងរហូតមករាប់ចាប់តាំងពីក្មេងវ័យម្ល៉េះដោយមិនហ៊ានបង្ហាញឬនិយាយប្រាប់ទៅកាន់នរណាម្នាក់ឡើយគឺមានតែការទន្ទឹងរង់ចាំពេលវេលានេះបានមកដល់គិតថាសំរុំនឹងនិយាយសារភាពប្រាប់ទៅបងឲ្យបានដឹងប៉ុន្តែត្រង់ថាជឿឬមិនជឿបងអាចមានសិទ្ធិវិនិច្ឆ័យដោយខ្លួនឯងបានតើតើនឹងរឿងនេះផងដែរលោកឪដែលខ្ញុំធ្លាប់រស់នៅជាមួយក៏លោកធ្លាប់មានថេរដីកាបង្ហាញផ្លូវមកថាវាគឺជាចំណងកម្មដែលខ្ញុំមាននៅជាប់ជំពាក់ហើយវានឹងរលត់ទៅវិញយ៉ាងប្រកបក្នុងពេលណាមួយដែលខ្ញុំអាចស្វែងរកការពិតនោះឃើញទើបចំណងត្រូវបានស្រាយទោះជាយ៉ាងណាក៏ដោយដំណើររឿងនៃអតីតខ្សែជីវិតរបស់បងខ្លះអាចនឹងខុសឆ្ងាយពីអ្វីដែលខ្ញុំបានដឹងអាស្រ័យដោយការមើលឃើញរបស់ខ្ញុំខ្លះវាមានព្រំដែននិងមានភាពស្រពេចស្រពិលទើបបាត់បង់ផ្នែកខ្លះនៃពេលវេលានាំឲ្យវង្វេងរហូតមកដល់សពថ្ងៃនេះហេតុដូច្នេះបងក៏បីគួរតែប្រាប់ខ្ញុំឲ្យអស់នៅអ្វីដែលបានជួបនិងអ្វីដែលជាចម្ងល់ទើបយើងអាចបដូរជាយោបល់ឬផ្ដល់ព័ត៌មានទៅវិញទៅមកក្រែងអាចស្វែងរកការពិតនោះឃើញបាន ខ្ញុំខំប្រឹងផ្ទៀងត្រចៀកស្ដាប់សំឡេងខ្សែរបស់វាយ៉ាងយកចិត្តទុកដាក់ផ្អៀងផ្អងតាមមើលទៅមាត់ដែលវាកំពុងតែនិយាយរាយរ៉ាប់បង្កប់នៅប្រយោគឃ្លាដ៏មិននឹកស្មានដល់ទាំងប៉ុន្មានមុននេះប៉ុន្តែក៏ហាក់រៀងស្បើយចិត្តវិញខ្លះព្រោះយ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ដែលព្រមទទួលស្គាល់ថាអ្វីៗដែលបានកើតឡើងគឺជាការពិតជាពិសេសគឺដំណើររឿងហេតុទាំងអំបាលម៉ានសុទ្ធសឹងមានជាប់ពាក់ព័ន្ធគ្នាយ៉ាងអាចកំបាំងនៅពីក្រោយយ៉ាងប្រកបបន្ទាប់ពីវានិយាយចប់ខ្ញុំក៏សម្រេចរៀបរាប់ពីដំណើររឿងក្នុងយុគម្សិលមិញនោះឲ្យវាបានស្ដាប់តាមការស្នើសុំរាប់ចាប់តាំងពីពេលវេលាចេញដំណើរទៅវត្តមាននៃមនុស្សដែលបានជួបតាមផ្លូវកម្មវិធីផ្សេងៗការសម្ដែងការរស់នៅភ្លេងរបាំប្រពៃណីលើកឡើងទាំងវត្តមាននៃស្ត្រីដែលយើងបានជួបកាលពីពេលមេឃភ្លឺនៅលើរទេះរួមនឹងកូនស្រីរបស់គាត់ដែលក្រោយមកក៏បានជួបប្រសពនៅនាវេលាយប់ក្នុងដំណើរកម្សាន្តនោះដែរក្រៅពីនោះក៏បានលើកឡើងពីពាក្យសម្ដីភាសានិយាយប្លែកៗទស្សនីយភាពនៃប្រាង្គប្រាសាទស្អាតមិនដែលឃើញមិនដែលស្គាល់រហូតបញ្ចប់ត្រឹមពេលវិលត្រឡប់មកដល់ទាំងអារម្មណ៍វង្វេងវង្វាន់វិលវល់ដោយត្រូវមុនសណ្ដំខណៈក្រោកឡើងឈឺក្បាលស្រពន់ដៃជើងស្រវាំងភ្នែកងងុយងោកចង់តែដេកដូចមនុស្សឈឺគ្រុនមកជាច្រើនថ្ងៃខែទោះជាយ៉ាងណាខ្ញុំក៏ដឹងយ៉ាងច្បាស់ថាវាស្ដាប់មិនសូវយល់នៅអ្វីដែលខ្ញុំបានប្រាប់នោះឡើយខណៈខ្ញុំឯនេះក៏មិនសូវជាយល់នៅសាច់រឿងដែលវាបានប្រាប់មកដូចគ្នាទំនងជាមិនអស់ចិត្តក្រោយស្ដាប់ចប់សុភាក៏នៅតែព្យាយាមសួរនាំខ្ញុំមិនចេះហត់សួរចុះសួរឡើងជាច្រើនដងច្រើនសារនៅសំណួរដដែល
នឹងឆ្លៀតបើកមើលសៀវភៅព្រៀងរបស់វានៅជាប់នឹងដៃទំនងដូចជាខិតខំតាមដានផ្ទៀងផ្ទាត់នៅរាល់ហេតុការណ៍ទាំងអំបាលម៉ាននោះសង្កេតមើលទៅសកម្មភាពរបស់វាហាក់យកចិត្តទុកដាក់ខ្លាំងណាស់នៅក្នុងរឿងនឹងខណៈមាត់ប្រឹងនិយាយភ្នែកមើលសៀវភៅដៃគូសវាសសរសេរជួនក៏ងាកមកខ្ញុំព្យាយាមពន្យល់យ៉ាងម៉ត់ចត់បន្តិចម្ដងជាពិសេសគឺរឿងដែលតាក់ទងទៅនឹងអភិនិហាសាសនាព្រលឹងវិញ្ញាណចំណងកម្មសង្គ្រាមនិងឃ្លាល្បះជាច្រើនផ្សេងទៀតដែលខ្ញុំពិតពុំដែលធ្លាប់ដឹងនិងឮសោះតែម្ដងតាំងតែពីកើតដឹងក្តីមកបន្ទាប់ពីនិយាយគ្នាអស់ចិត្តដឹងរឿងអស់ពួកយើងទាំងពីរនៅតែអង្គុយសម្លឹងមុខគ្នាមួយផ្លែតហើយក៏បែរចេញស្ងាត់រៀងខ្លួនទៅខ្ញុំដកដង្ហើមធំផ្អែកខ្នងទៅជញ្ជាំងជាប់មាត់ទ្វារខណៈសុភាក៏ចោលភ្នែកទៅលើមេឃបណ្ដែតអារម្មណ៍នឹកស្រមើស្រមៃទៅដល់រឿងជាច្រើនដំណើរជំនោររាត្រីក៏បក់ផាត់សរសៃសក់របស់វាយល់ទៅយល់មកជួនកាលក៏ប៉ើងមកប៉ះត្រូវនឹងផ្ទៃមុខរបស់ខ្ញុំម្ដងទន្ទឹមភ្នែកក៏ចាប់ផ្ដើមរៀងទន់ទៅបន្តិចម្ដងដែរប៉ុន្តែរំពេចនោះក៏ស្រាប់តែឮលាន់នៅសំឡេងផ្គរចេញពីឯជើងមេឃឆ្ងាយធ្វើឲ្យខ្ញុំរលឹកភ្ញាក់ពីងងុយងោករបូតជ្រុះធ្លាក់ខ្សែកបន្តោងក្របគូចខៀវដែលលោកតាបានប្រគល់ឲ្យទុកជាប់នៅក្នុងដៃវាបានជ្រុះមកនៅលើរនាបក្តារលាន់សោកប្រាវធ្វើឲ្យសុភាបើកភ្នែកធំហាក់ចាប់អារម្មណ៍វាជាខ្លាំងរហូតប្រឹងបន្ទន់ខ្លួនអោនឈ្ងោកទៅពិនិត្យមើលទាំងចំហមាត់ភ្នែកឥតមានព្រិចបន្តិចសោះមើលនឹងភ្នែកមិនអស់ចិត្តវាក៏យកដៃចាប់រើសកាន់យកទៅពិនិត្យមើលយឺតបន្តទៀតយ៉ាងយកចិត្តទុកដាក់រួចទើបងាកមកសួរខ្ញុំវិញយ៉ាងលឿនប្រញាប់ថាតើបងឯងបានវាពីណាមកខ្ញុំរៀងស្ទាក់ស្ទើរមិនចង់និយាយប្រាប់ត្រង់ឲ្យវាដឹងទេក៏និយាយបងវាយដានទៅថាជារបស់អ្នកម៉ែបានឲ្យប៉ុន្តែចម្លើយនេះបែបមិនសូវជាទុកចិត្តទើបធ្វើឲ្យវានៅតែព្យាយាមសម្លឹងមើលមកខ្ញុំរហូតទាល់តែខ្ញុំដាច់ចិត្តប្រាប់ការពិតទៅត្រង់ថាមានលោកតាចំណាស់ម្នាក់ដែលបានជួបកាលពីពេលថ្ងៃគាត់បានប្រគល់ឲ្យមកទុកនៅជាប់នឹងខ្លួនទាំងដែលការពិតបងក៏មិនដឹងថាវាមានតម្លៃឬតំណាងឲ្យអ្វីនោះទេដោយសារក្រោយពេលត្រឡប់មកវិញនាល្ងាចនេះបងរៀងអស់កម្លាំងផងទើបភ្លេចមិនបាននិយាយប្រាប់អូនឯងមើលហើយតើឃើញមានអ្វីប្លែកមែនទេសុភាចាប់ផ្ដើមដកដង្ហើមធំវិញម្ដងប៉ុន្តែទឹកមុខទំនងដូចជាសប្បាយចិត្តនឹងការរកឃើញអ្វីមួយ
ទើបងាកឆ្លើយមកកាន់ខ្ញុំទាំងស្នាមញញឹមថាបើតាមខ្ញុំធ្លាប់ស្រាវជ្រាវឃើញសន្តានគ្រឿងអលង្ការប្រភេទក្របគុជរួមនឹងរចនាបថនៃខ្សែកនឹងគឺវាអាចមានតែនៅចំនួនចន្លោះឆ្នាំ1431ដល់1863ដែលកាលនោះប្រទេសយើងមានឈ្មោះថាក្រុងកម្ពុជាធិបតីឬក៏ហៅថាជំនាន់សម័យចតុមុខដែលមានព្រះរាជាចំនួន6ព្រះអង្គបានសោយរាជ្យវាស្អាតខ្លាំងណាស់ហើយក៏ពិតដូចគ្នាមិនខុសបន្តិចណាឡើយទៅនឹងខ្សែកដែលខ្ញុំបានធ្លាប់ឃើញពីមុនមកឮពាក្យរបស់វាបែបនេះខ្ញុំក៏រៀងភ្ញាក់ហើយក៏បានសួរបន្ទាន់ពាក្យទៅវិញភ្លាមថាធ្លាប់ឃើញអីចឹងមានន័យថាអូនឯងកើតតនចំនួននោះដែរមែនទេនិយាយនេះដូចមិនសូវសមហេតុផលសោះអ្នកគ្រូវ៉ែនតាពុំបានចាប់អារម្មណ៍ឬឈឺក្បាលអ្វីនឹងពាក្យរបស់ខ្ញុំឡើយគឺនៅតែប្រឹងបន្តបង្វិលពីនិតខ្សែកនិងបន្តោងនោះចុះឡើងដូចជាឆ្ងល់ខ្លាំងដល់ថ្នាក់ងាកមកចាប់បើកសៀវភៅរបស់វាពីនិតម្ដងមួយសន្លឹក រហូតប្រទះឃើញគំនូសព្រាងដោយខ្មៅដៃក្នុងទំព័រមួយបង្ហាញរូបខ្សែកដែលមានលក្ខណៈសន្តានដូចគ្នាគ្មានខុសពីរបស់នៅនឹងដៃដែលវាកំពុងកាន់ឯខ្ញុំក៏រៀងភ្ញាក់ផ្អើលព្រោះបានកាន់សៀវភៅនឹងច្រើនដងដែរប៉ុន្តែពុំបានបើកទៅចំឃើញសោះវាបានលើកយកមកបង្ហាញខ្ញុំនិងនិយាយឡើងថាបងឃើញទេវាដូចគ្នាណាស់ប៉ុន្តែខ្ញុំមិនច្បាស់ថាវាមានសរុបទាំងអស់ប៉ុន្មានខ្សែនោះទេដល់ទៅពេលបានឃើញផ្ទាល់ភ្នែកពិតអីចឹងក៏កាន់តែធ្វើឲ្យខ្ញុំចំហមាត់មិនគួរឲ្យជឿសោះថាវាអាចទៅរួចមិនទាន់អស់ចិត្តខ្ញុំក៏សួរបន្ថែមទៅទៀតថាតើវាមានរឿងហេតុអ្វីតាក់ទងគ្នានឹងខ្សែកបន្តោងនឹងដែរជួនកាលវាប្រហែលជាអ្នកជំនាន់ក្រោយគេធ្វើចម្លងតាមក៏ថាបានសុភាងាកមកមើលមុខខ្ញុំបន្តិចរួចទើបបែរទៅវិញនិងបន្តរៀបរាប់ដោយក្តាប់ខ្សែកនោះជាប់នៅនឹងដៃបងអាចគិតបែបហ្នឹងក៏បានប៉ុន្តែជាក់ស្ដែងវាមិនអាចទៅរួចទេព្រោះគម្លាតនៃពេលវេលាវាហាក់ឃ្លាតគ្នាឆ្ងាយខ្លាំងណាស់វាឆ្ងាយរហូតអ្វីៗគ្រប់យ៉ាងមានការបដូរផ្លាស់ដូចនឹងគ្រឿងអលង្ការចាស់នេះផងសំលមមវាអាចនឹងកប់លុបឬរលាយបាត់រូបជាយូរណាស់មកហើយខ្ញុំបន្តសួរទៅវាទៀតថាបើអញ្ចឹងអូនឯងយល់ឃើញយ៉ាងណាចំពោះវាប្រសិនបើវាជាការពិតថាវាជារបស់សល់ពីអតីតច្រើនរយឆ្នាំនោះចុះហេតុអ្វីវាអាចនៅមានជាប់ខ្លួននឹងមនុស្សសម័យបច្ចុប្បន្ននេះសុភាងាកមុខមកមើលខ្ញុំម្ដងទៀតឡើងយូររហូតខ្ញុំចង់ភ័យដោយសារការមើលមិននិយាយស្ដីហាក់ដូចជាកំពុងគិតនឹកដល់រឿងអ្វីមួយបន្តិចក្រោយមកទើបវាព្រមបង្ហើបមាត់និយាយដោយសំឡេងខ្សៅជាមួយអត្ថន័យដ៏គួរឲ្យខ្លាចថាបងច្បាស់ក្នុងចិត្តហើយមែនទេថាអ្នកដែលប្រគល់ខ្សែកនឹងមកឲ្យគឺជាមនុស្សសម័យនេះក្រោយពីឮសំណួរបែបហ្នឹងទើបខ្ញុំនៅស្ងៀមថ្មឹងរៀងភ្ញាក់ផ្អើលត្រឡប់នឹកទៅដល់កាលគ្រាដែលបានជួបនឹងពួកគេនៅក្រោមដើមជ្រៃនោះជាក់ស្ដែងគឺវាពិតជាបានជួបនៅរឿងប្លែកគួរឲ្យកត់សម្គាល់ដែរចុងក្រោយទើបខ្ញុំសម្រេចបន្តលើកយករឿងនោះរៀបរាប់ប្រាប់ទៅវាបន្ថែមទៀតដោយគ្មានខ្វះចន្លោះណាឡើយជាពិសេសគឺពាក្យប្លែកដែលលោកតានោះបានប្រាប់ផ្ដាំមក
អ្នកគ្រូភាបន្តអង្គុយសិញជប់សិញជឹងភ្នែកសម្លឹងទៅភ្នក់ភ្លើងដែលឆេះអស់សល់តែរងើកក្រហមច្រាលដំណើរដួងព្រះខែក៏បង្ហាញរាងកាន់តែច្បាស់ទោះបើមានផ្សែងអាបខ្លះក៏ល្មមអាចមើលឃើញស្រទាប់ធម្មជាតិនានាក្នុងពេលរាត្រីបានយ៉ាងស្រស់ត្រកាលចម្លែកតែបែកព្រៃម្ខាងឆ្ងាយសន្លឹមយល់តែពន្លឺផ្លេកបន្ទោលព្រាកចាំងឆ្លោះនឹងផ្ទាំងពពកខ្មៅដែលប្រទះឃើញរស័ព្ទអណ្ដែតទៀបយូរក៏រស័ព្ទនាំមកនៅចំហាយត្រជាក់យ៉ាងខ្លាំងបែបទីនោះជាតំបន់កំពុងព្យុះភ្លៀងខ្លាំងណាស់ហើយតាមមើលជំនោរខ្យល់ពុំត្រឹមតែបក់នាំយកមកនៅចំហាយរងាត្រជាក់ដល់កាយវាក៏បានទៅផាត់អង្រួនចម្រឹងបង្អួចយល់យកបោកផ្ទុកទៅនឹងជញ្ជាំងលន់ក្ដុំក្ដាំងជាច្រើនលើកនឹងច្រើនសារលុះបន្តិចក្រោយក៏ឃើញអាមុំងើបអង្គុយទាំងមមីមមើក្រោកដើរចុះពីលើគ្រែព្រមជាមួយនឹងកូនខ្នើយដេកបាក់ក្រហមតូចដែលវាបានយកមកតាំងពីផ្ទះស្រុកបន្តឈានជើងដើរតិចលើរនាបក្តារសំដៅមករកខ្ញុំនិងសុភាដែលកំពុងអង្គុយនិយាយគ្នានៅមាត់ទ្វារជាប់ជណ្ដាលមកដល់ភ្លាមវាទម្លាក់ខ្លួនអង្គុយចុះធ្វើមុខជូរស្ងាបយកដៃអេះក្បាលផងរអ៊ូតិចដាក់សុភាថាភាអើយគ្នាដេកអត់លក់ទេធ្វើម៉េចទៅខ្ញុំគិតនៅក្នុងចិត្តម្នាក់ឯងថាដេកមិនលក់យ៉ាងម៉េចបើឃើញទើបនឹងងើបមកមុននេះសោះសង្ស័យតែភ្ញាក់ឬថ្លង់នឹងសំឡេងបង្អួចនឹងហើយតាមមើលអ្នកគ្រូភាយកដៃចាប់ទាញវ៉ែនតានៅជាប់មុខតម្រង់ភ្នែកបណ្ដានិយាយទៅកាន់អាមុំបណ្ដាថាកើតអីសំឡាញ់មានឆ្មាមករំខានទៀតហើយមែនទេឬខ្យល់រងាត្រជាក់ពេកទើបគេងអត់លក់ឯងសាកបិទបង្អួចនោះទៅក្រែងបានក្រនខ្លះអាមុំក្រវីក្បាលនិងបន្តនិយាយទាំងភ្នែកបើកមិនចង់រួចថាមិនមែនមកពីរឿងអស់នឹងទេគឺគ្នាដេកយល់សពអាក្រក់គឺឲ្យតែបិទភ្នែកដេកលក់ដឹងតែមានមនុស្សមួយក្រុមមកឈរនៅក្រៅបង្អួចពួកគេមិនបានធ្វើអ្វីទេប៉ុន្តែមុខមាត់អាក្រក់គួរឲ្យខ្លាចខ្លាំងណាស់មានទាំងក្មេងមានទាំងចាស់សាច់ហើមរលួយរលេះស្ទើរតែសល់ឆ្អឹងនៅឈរក្បែរគ្នាទន្ទឹមស្ងៀមថ្មឹងប្រកបដោយទឹកមុខយ៉ាងកំសត់គ្នាអត់ចង់ត្រឡប់ទៅដេកទីនោះវិញទេសុំនៅដេកក្បែរបងនិងសុភាឯងហើយនិយាយចប់មិនទាន់ទាំងបាន5នាទីផងវាក៏ដាក់ខ្លួនទំរេតខ្នងទាញខ្នើយកាយកលបន្តលងលក់ភ្លាមទៅទៀតបន្ទាប់ពីស្ដាប់ឮច្បាស់ទាំងអស់គ្នារួចសុភាក៏បានត្រឹមធ្វើមុខឆ្ងល់ជ្រួញចិញ្ចើមបន្តទាញវ៉ែនតាសម្រួលតម្រង់ចុះឡើងរួចទើបងាកមកនិយាយនឹងខ្ញុំថាសង្ស័យតែម្ចាស់កន្លែងនេះគេចង់លេងសើចជាមួយវាហើយព្រោះអាមុំស្មារតីវាខ្សោយជាងគេតាំងពីក្មេងមកម្លេះអញ្ចឹងហើយទើបងាយនឹងត្រូវគេលេងសើចឬធ្វើបាបណាស់ខ្ញុំលេបទឹកមាត់ដោយការព្រឺព្រួចលួចដៀងភ្នែកមើលទៅវាបង្កប់ដោយចម្ងល់ជាច្រើនតែមិនហ៊ានសួរលុះប៉ុន្មាននាទីបន្ទាប់វាក៏ចាប់ផ្ដើមនិយាយបន្តទៅទៀតថាថ្ងៃស្អែកនេះពួកខ្ញុំរវល់តែមួយព្រឹកទេនៅសាលាមានន័យថាពួកយើងអាចនឹងត្រឡប់ទៅផ្ទះនៅថ្ងៃខាងស្អែកខាងមុខនេះបានប្រសិនបើមិនមានអ្វីប្រែប្រួលតើអាចនឹងមានភារកិច្ចអ្វីបន្ថែមទៀតមែនទេសុភាញញឹមស្ងួតក្រោយឮសំណួររបស់ខ្ញុំបែបនេះរួចទើបឆ្លើយត្រឡប់វិញបែបខ្សឹបថាមិនមែនដូចបងឯងនិយាយនឹងទេការប្រែប្រួលនោះគឺអាស្រ័យលើរឿងរបស់ពួកយើងទាំងពីរនឹងឬក៏បងភ្លេចហើយថាពួកយើងបានជួបអ្វីខ្លះ
បើនៅតែរកចម្លើយមិនឃើញច្បាស់តើបងគិតថាយើងនឹងអាចវិលត្រឡប់ទៅវិញបានស្រួលដែរឬថាមិនត្រូវចាប់ពីថ្ងៃនេះទៅបងអាចនឹងរស់ក្នុងសភាពដូចខ្ញុំពីមុនផងក៏ថាបានគឺថ្ងៃណាយប់ណាក៏យល់សពឃើញតែរឿងពីមុនត្រឡប់ចុះត្រឡប់ឡើងវិលរកច្រកចេញមិនឃើញទេប្រសិនបើបងមិនទាន់ងងុយទេចាំខ្ញុំយកពេលវេលានេះដំណើរជម្រាបប្រាប់ទៅបងតាក់ទងទៅនឹងដំណើរសាច់រឿងខ្លះដែលយើងបានធ្លាប់និយាយគ្នាកាលពីម្សិលមិញនោះជាពិសេសគឺអត្ថន័យក្នុងកំណត់ហេតុដែលខ្ញុំបានកត់ត្រាសន្សំទុកដកស្រង់ចេញពីក្នុងដំណើរយល់សប្តិមួយដែលបានអូសបន្លាយពេលវេលាជាច្រើនឆ្នាំកន្លងមកនោះឲ្យបងបានស្ដាប់ក្រោយខ្ញុំងក់ក្បាលយល់ស្របសុភាក៏ចាប់និយាយរាយរាប់ដោយមានសេចក្តីខាងក្រោមថា